អរគុណចំពោះការអត់ធ្មត់និងកិច្ចសហការរបស់បងប្អូនគឺជាគ្រឹះដ៏សំខាន់នៅក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដ៏រឹងមាំខេត្តកោះកុងមន្ត្រីជំនាញសុរិយោដីសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំថ្មសបានសម្ដែងលើការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទោះបីជាកិច្ចដំណើរការនៃការត្រួតពិនិត្យនិងរៀបចំឯកសារមានភាពហ្មត់ចត់ដែលនាំឲ្យមានការឈឺចៅខ្លះនៅក្នុងដំណាក់កាលបច្ចេកទេសប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថានេះគឺជាជំហានចាំបាច់ដើម្បីធានានៅភាពត្រឹមត្រូវតាមគតិយុត្តធានាថាប័ណ្ណកម្មសិទ្ធិនីមួយៗត្រូវបានចេញដោយយោងទៅតាមច្បាប់ភូមិបាលជាធរមានសុវត្ថិភាពដីធ្លីបង្ការរាល់វិវាទដែលអាចកើតមានឡើងនៅក្នុងថ្ងៃអនាគតនិងការពារសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់ដីធ្លីការចុះបញ្ជីជាប្រព័ន្ធតម្រូវឲ្យមានការវាស់វែងច្បាស់លាស់និងការផ្ទៀងផ្ទាត់ទិន្នន័យយ៉ាងល្អិតល្អន់បំផុតតំណាងរដ្ឋបាលសុរិយោដីបានលើកឡើងថាយើងខ្ញុំយល់ច្បាស់ពីការរងចាំរបស់បងប្អូនប្រជាពលរដ្ឋប៉ុន្តែការធ្វើការដោយហ្មត់ចត់ទៅតាមនីតិវិធីច្បាប់គឺជាអាទិភាពខ្ពស់បំផុតដើម្បីផ្ដល់នូវភាពកក់ក្ដៅនិងសិទ្ធិម្ចាស់ការពេញលេញលើអចលនទ្រព្យរបស់បងប្អូនយើងខ្ញុំសូមអរគុណចំពោះការជួបជុលនិងការអត់ធ្មត់ខ្ពស់បំផុតសូមបញ្ជាក់ថាយុទ្ធនាការចុះបញ្ជីដីធ្លីនេះគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលដីធ្លីនៅកម្ពុជាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាជ្ញាធរឃុំថ្មសបានបដិញ្ញានឹងបន្តបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អបំផុតដើម្បីបញ្ចប់គម្រោងនេះប្រកបដោយភាពជោគជ័យ